សម្រាប់ភាពយន្តសិស្សឆ្នាំកម្ពុជាល្បិចពាក្យថាល្បិចមិនមែនសំដៅលើរឿងបន្លំការប្រឡងតែម្យ៉ាងនោះទេប៉ុន្តែសំដៅទៅលើការប្រកួតប្រជែងដែលក្រុមការងារត្រូវជួបដោយការថតឈុតធំដែលអ្នកដឹកនាំចង់ឲ្យសម្ដែងហើយពួកយើងសូមអញ្ជើញទស្សនិកជនមកសាកជ្រើសរើសចម្លើយសំណួរទាំងនេះអ្នកគិតថាឆាកមួយណាតទៅនេះនឹងធ្វើឲ្យអ្នកភ័យជាងគេកឆាកតាមឲ្យស្អិតជីវិតសិស្សឆ្នើមដែលថតនៅស្ថានីយ៍រថភ្លើងនៅប្រទេសអូស្ត្រាលីដែលបើកឲ្យប្រើធម្មតាធ្វើឲ្យអ្នកសម្ដែងនិងក្រុមការងារមានសម្ពាធខ្លាំងយើងនៅកន្លែងហ្នឹងគឺតឹងរឹងខ្លាំងណាស់4នាទីទៀតទេឃើញហើយនេះហើយយើងក៏ទៅជំរុញតួសម្ដែងឲ្យបង្កើនសមត្ថភាពលេងបានត្រឹមមួយឈុតទេបើឈុតនៅមិនសម្រេចពួកយើងត្រូវថតឈុតឆាកតែមួយម្ដងទៀតហើយកំហុសជារបស់ខ្ញុំតែម្នាក់អើយថ្ងៃនេះ stress ខ្លាំងណាស់ថយមកវិញថយមកវិញថយបងទៀតការផិនការនឹងមិនសូវដឹងអីទេខឆាកសង្វៀនប្រឡងការថតឆាកប្រឡងគឺមហាពិបាកជាងគេហើយទាំងឧបករណ៍ទាំងចំនួនការថតបន្ថែម Action យើងទៅធ្វើយ៉ាងណាឲ្យសកម្មភាពនៅក្នុងឆាកនេះឲ្យធុញជាទីបំផុតធ្វើដូចជារឿង Action កាប់សម្រាប់គ្នាអញ្ចឹងខ្ញុំគិតថាឆាកនេះគឺឆាកសប្បាយជាងគេបំផុតហើយបានហើយគ្រូមកដល់ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នេះគ្រាន់តែជាមួយឆាកទេណានៅមិនទាន់ចប់ទេកឆាកពូម៉ូតូឌុបរួមគ្នាក្រុមការងារត្រូវតាក់ទងប្រមូលផ្ដុំពូម៉ូតូឌុបឲ្យបាន100នាក់ដើម្បីឲ្យបានរូបភាពបន្លំការប្រឡងដែលមហាអស្ចារ្យបែបស្ទាយថៃបាទពូម៉ូតូឌុបនេះគឺជាម៉ូតូឌុបមែនទែនហើយយើងក៏ទៅជួលគាត់សម្ដែងគាត់ពូកែសម្ដែងខ្លាំងណាស់បញ្យល់តែបន្តិចគឺគាត់យល់តែម្ដងវាពិតជាការឡើងយ៉ាងល្អឥតខ្ចោះពិតជាមហាអស្ចារ្យហើយមើលតែសម្បើមណាស់ទោះគ្រាន់ជាម៉ូតូឌុបធម្មតាក៏ដោយប៉ុន្តែយើងមានអារម្មណ៍ថាអស្ចារ្យមែនទែនខឆាកស្ទីវផាត់ជាឆាកដែលចែមត្រូវសម្ដែងជាស្ទីវចបសម្ដែងផ្ទាល់នៅមុខមនុស្សជាច្រើនស្ទីវផាត់មកបន្លំការប្រឡងគឺខ្ញុំចង់ឡើងមកលើឆាករួចហើយក៏សម្ដែងនៅអ្វីដែលខ្ញុំមានចង់ឲ្យអ្នកទាំងអស់គ្នាមើលបាទគេសប្បាយចិត្តនៅអ្វីដែលគេចង់ធ្វើហើយគេក៏សម្ដែងបែបនេះបែបនោះចេញមកខ្ញុំគិតថានេះក៏ជាការប្រកួតប្រជែងមួយដ៏ល្អដែរខ្ញុំជឿថាអ្នកទាំងអស់គ្នានៅទីនេះចង់បានពិន្ទុ A stage សម្រាប់អនាគតល្អដូច្នេះយើងនៅរួបរวมគ្នាឲ្យខ្លាយជាលេខ1ខាងផ្នែកសិក្សាយើងជាអ្នកជ្រើសរើសមហាវិទ្យាល័យមិនមែនមហាវិទ្យាល័យជាអ្នកជ្រើសរើសយើងនោះទេអាណាដែលធ្វើឲ្យអ្នកភ័យជាងគេចម្លើយរងចាំអ្នកក្នុងភាពយន្តសិស្សឆ្នើមកម្ពុជាល្បិចទៅរកចម្លើយដោយខ្លួនអ្នកផ្ទាល់13កក្កដានេះរកចម្លើយគ្រប់រោងភាពយន្ត